Iberisi easy ចាក់ចូលក្នុងត្រង់នេះឱកាសពី Arsenal ស្លាប់ឆ្វេងថាស្ដាមចូលមួយគ្រាប់បាត់ទៅហើយពីកំភ្លើងធំ Gabriel Jesus បាញ់ពោះព្រៃមួយយកទៅស្ងោជ្រក់មួយលេងមើលអស់ប្រមាណលុយដែរអាយអូយកាចមែនទេ Arsenal ជាមតិស្នារូបភាពសាឡវិញមកកន្លែងនេះមិនអស់សាយទេការបង្កើតឱកាសពី Emergency Easy ទម្លាក់បន្តឲ្យ Lewis Kelly ចាក់ទៅសាបខាងឆ្វេងមកជើងឆ្វេងពីLewis Kelly ណែហើយសល់ជើង Gabriel Jesus ថែមភ្លឹប1-0ណែ Timber កាត់មកឲ្យ Jesus អូយបាទ Jesus មកជិះស្ដាមពី Marco Thuram បាទស្លាយកាត់បិទបានល្អចាស់ឆ្វេងអត់ចូលទេបាទថែមស្ដាមចូលមួយស្មើអូយពួកខៀវត្រឡប់ទៅទុយបែកក្បាលមកខំកណ្ដុងកំភ្លើងបានវិញបាត់ហើយបន្ទាប់ពីត្រូវបានកំភ្លើងបាញ់មកគ្រាប់ឥឡូវនេះក៏បកក្បាលមកវិញខំភ្លាមតែម្ដងចូលមកចកោមវិញហើយបាទសម្រាប់កំភ្លើងធំទស្សនារូបភាពសាឡវិញមកជើងឆ្វេងមកប្រឡុកជាប់មកកោទូរ៉ាំថែមស្ដាំណែរត់មកភឹងល្អមែនទេមកខ្សែបំរើទេបាទភេតាស៊ូស៊ីចមកខ្សែបំរើសិនជាតិហ្សាប៊ីលេនដ្រូសាតកឹបដ្រូសាតទាញដ្រូសាតទុកស្ដាមហាមតាយអូយមិនចំទីទេ Emergency Easy សោកស្ដាយឱកាសគ្រាប់បាល់នៅមុខខ្សែជាថ្មីពី Arsenal ចាក់ស្ដាមមិនចំទីអូយសោកស្ដាយមួយជើងនេះមិនត្រូវជើងខ្សែការពារនោះទេទៅវិញហើយឱកាសគ្រាប់បាល់ទី2ពី Inter Milan សុទ្ធស្ដាប់កັບមួយថែទម្លាក់ឲ្យ Marco Thuram លើកមកជើងនេះអត់ចំទីទេសាកាលើកចូលមកតាច់ពីត្រូសាថែមចូល Gabriel Jesus ទៀបទេប៉ុន្តែតាច់ចូលអេអាយូយ៉ាងហ្នឹងខ្សែការពាររបស់ Inter Milan កម្ពស់ណា1.92 ម៉ែត្រមកហើយ Gabriel Jesus កម្ពស់1.2 ម៉ែត្រពីទឹកពីដីហើយតាចូល intro សាតកាត់មកណែសំខាន់តែអាស៊ីសឲ្យល្អទៀតណាមកសម្រាប់ intro សាតណែបတ်តអ្នកខ្ពស់ភ្លេចបတ်អ្នកទៀតនេះបတ်តអ្នកខ្ពស់ភ្លេចមើលអ្នកទៀតដឹងអីអ្នកទៀតចេះតែដែរណែបងប្អូនយើងណាត្រូសាតបតក់មកចេស៊ូម្នាក់ឯងស្គុតសាកាកាប់ចូលក្នុងប្រអប់គ្រោះថ្នាក់ផ្ទះឆ្វេងអត់ចំទីទេចូលក្រេះឲ្យសាការត់ហួចូលក្រេះសុទ្ធស្ដាមចូល3-1អូយបាទគ្មានក្រុមណាទប់ជាប់ទេបាទមិនថាក្រុមបកាយទប់បកាយសុទ្ធយ៉ាងណាក៏ទប់ជាប់ដែរបាទនៅអេស្ប៉ាញបាទល្បីអាត្លេទីកូម៉ាឌ្រីតបកាយទប់បាទបកាយរៀបឥតបាទប៉ះជាមួយអាសណលបាញ់ខ្ទេចបាទបាក់យ៉ាងតិចទុកទីអស់លីកបាទគឺ 4-0 នៅអាឡម៉ង់ល្បីបើយើងនិចបាទបកាយសុទ្ធបាទអាសណលដាក់ 3-1 ឥឡូវមកលុតក្រុមខ្លាំងនៅអ៊ីតាលីទៅទៀតបាទ Inter Milan លុតក្នុងដីទៅទៀតបាទលោកកញ្ញាដាខ្ញុំចាំការប្រកួតជាផ្លូវការអបអរសាទរសម្រាប់ក្រុមភ្ញៀវកំភ្លើងធំ Arsenal សុទ្ធ 3-1 ទៅលើក្រុមបាល់ទាត់បាទ Inter Milan យកបាន3ពិន្ទុបន្ថែមទៀតនៅក្នុងការប្រកួតបាទម៉ាច់ទី7នេះបាទពិសេសមែនទែនបាទសម្រាប់ Arsenal បាទនៅតែបន្តឈរនៅកំពូលតារាងបន្តទៅទៀត